ចង់បានការស្ដាប់យូរម៉ោងហើយអត់ឈឺតិចទៀតអីដែលសំខាន់ហ្នឹងគឺជា brand របស់ជប៉ុនតតែម្ដងនេះគឺជារូបរាងរបស់ Sensui W15 មកជាមួយនឹងប្រអប់តតែម្ដងហើយបើប្រអប់នេះមិនមែនគ្រាន់តែជាប្រអប់សម្រាប់ទុកកាសទេបើយើងប្រៀបធៀបវាដូចជា power bank មួយចឹងនៅពេលដែលក្របកាសនេះអស់ថ្មបងគ្រាន់តែសាកចូលទៅនេះដូចបងឃើញនៅក្នុងវីដេអូចឹងគឺគេមានរុនកន្លែងសម្រាប់សាកនេះនៅពេលដែលបងដាក់ក្របកាសនៅពីលើមកគឺវានឹងសាកអូតូទៅលើក្របកាសនេះតែម្ដងដោយក្របកាសរបស់ Sensui នេះគឺយើងអាចស្ដាប់បានចន្លោះពី4ទៅ5ម៉ោងហើយបើសិនជាបងដាក់សាកជាមួយនឹងប្រអប់ទៀតគឺបងអាចស្ដាប់បានរហូតដល់30ម៉ោងឯណោះគឺយូរខ្លាំងមែនទែនស្ដាប់សឹងតែមួយថ្ងៃពេញហើយចូលដល់ស្អែកទៀតចឹងបងសូមរៀបរាប់អំពីរូបរាងរបស់កាស Sensui W15 នេះគឺគេភ្ជាប់មកជាមួយនឹងរូបរាង modern មែនទែនគឺយើងសកជាមួយនឹងត្រចៀកពាក់ពីលើចេះមកគឺបងអត់មានការឈឺត្រចៀកទេដោយសារតែកាសនេះគឺមានទម្ងន់ស្រាលមែនទែនហើយរូបរាងក៏ទូចដែរដូចបងឃើញនៅក្នុងដៃរបស់ខ្ញុំចឹងពេលដែលបងពាក់កាសនេះគឺល្អតែម្ដងដោយសារតែកាសនេះគឺជាកាសប្រភេទ open ear ពាក់នៅលើត្រចៀកចឹងនៅពេលដែលបងពាក់មកគឺវាក្លឹបល្អតែម្ដងហើយបងមិនបាច់ភ័យថាវាអាចនឹងជ្រុះឬក៏របូតអីទេដោយសារតែវានឹងគៀបជាប់ជាមួយនឹងត្រចៀកតែម្ដងគៀបនេះបងអូនសូមបញ្ជាក់ដែរមិនមែនគៀបថាត្រូវតែរឹបតឹងឲ្យខ្លាំងទេគឺវាសកមកត្រូវជាមួយនឹងទម្រង់ត្រចៀករបស់យើងចឹងគឺអត់មានបញ្ហាថាកាសនេះអាចនឹងធ្លាក់នោះទេហើយចំពោះ driver វិញគឺគេបានភ្ជាប់មកជាមួយនឹងទំហំ 14.2 មីលីម៉ែត្រគឺជាទំហំធំមែនទែននៅពេលដែលបងពាក់គឺសលេងរបស់វាគឺពេញត្រចៀករបស់យើងតែម្ដងហើយក៏គេបានភ្ជាប់មកជាមួយនឹង ENC ដូចគ្នាចឹងនៅពេលដែលបងនិយាយ call ឬក៏បងវាយតាម Telegram អីគឺវាអត់មានស្រូបសំឡេងរំខានពីខាងក្រៅទេចឹងគឺធ្វើឲ្យសលេងរបស់យើងគឺអត់មានខ្យល់មានអីស្រូបចូលជាមួយឬក៏រ៉ែអីទេគឺសលេងបាន smooth ល្អទៀតចំពោះកាសនេះក៏បានភ្ជាប់មកជាមួយនឹងអាវក្រោះការពារជម្រាបទឹកដែរដែលជាប្រភេទ IPX4 គឺការពារទៅលើញើសនៅពេលដែលយើងពាក់យូរមកវាតែងតែបាច់ញើសហើយចឹងនៅពេលដែលមានញើសគឺអាវក្រោះចឹងនៅពេលដែលមានញើសគឺអាវក្រោះរបស់កាសនេះនឹងការពារកុំឲ្យជ្រាបចូលជាមួយនឹង driver ខូច driver នេះផ្ទាល់តែម្ដងហើយបើសិនជាបងត្រូវការកំងបងអាចបញ្ជាទិញតាមរយៈវីដេអូមួយនេះឬក៏បងអាចចុចនៅលើ link នៃ caption នៃវីដេអូមួយនេះ